សួរអំពូមីងថ្ងៃនេះប៉ាអូនមកប្រឡិតមេជីកំពូលមេជីដីព្រំម្ចាស់រីទី1ចំនួន9គីឡូក្រាមនេះណែដីព្រៃទី2ចំនួន4គីឡូក្រាមនេះជាមេកំប៉ែចំនួន4គីឡូក្រាមដែរទឹកអង្ករផ្អាប់ចំនួន49លីត្រកាក់ស្ករចំនួន9លីត្រដែរចំនួន9ក្រាមដែរទឹកដូងចំនួន4លីត្រទឹកដោះគោជូរចំនួន4លីត្រដែរទឹកអំពៅចំនួន4លីត្រហើយមានទឹកធម្មតាចំនួន99លីត្រជួយឲ្យដំណាំរបស់យើងឲ្យល្អបងប្អូនយើងផលិតកំពូលមេជីបងប្អូនប៉ាអូនអ្នកផលិតនេះបងប្អូនគិតសិតជាគ្រឿងផ្សំដែរប៉ាអូនយកមកធ្វើជីនេះផ្សិតហ្នឹងជួយធ្វើឲ្យដំណាំលូតលាស់បានល្អបងប្អូននេះដីព្រំម្ចាស់រីវាមានផ្សិតល្អហើយបងប្អូនវាមានសារធាតុចិញ្ចឹមណាបងប្អូនការប្រឡិតកំពូលមេជីនេះទុកផលិតជីទឹកនិងជីគោកដើម្បីឲ្យជីទាំងនោះមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយមានគុណភាពបងប្អូនចង់ធ្វើក៏អាចធ្វើបានដែរមើលតែក្នុងហ្នឹងទៅបងប្អូនធ្វើតាមប៉ាអូនមកបងប្អូននេះគ្រឿងផ្សំណាបងប្អូនវត្ថុធាតុទាំងអស់ហ្នឹងលាយច្របល់ចូលគ្នារួចផ្អាប់ទុកក្នុងធុងរយៈពេល1ខែហើយយើងនឹងប្រើប្រាស់បានទៅលើដំណាំផ្សេងតបហើយយើងនឹងផលិតជីគោកនិងជីទឹកបានទៀតនេះផ្សិតមានប្រយោជន៍ទៅលើដំណាំជួយឲ្យដំណាំលូតលាស់បានល្អយើងផ្អាប់ទុកវា1ខែមានបាក់តេរីល្អជួយព្យាបាលដំណាំបានល្អទៀតអូនចាក់ទឹកអង្ករផ្អាប់ចូលហើយចាក់ទឹកធម្មតាចំនួន99លីត្រហើយនឹងកាក់ស្ករចូលហើយយើងត្រូវច្របល់វាចូលគ្នា
យើងកូរស្ករកាករងូក្នុងទឹកឲ្យរលាយអស់បន្ទាប់មកយើងដាក់ដីព្រំម្ចាស់រីទី2យើងច្របាច់វាឲ្យខ្ទេចឲ្យវារលាយក្នុងទឹកច្របាច់វាឲ្យខ្ទេចចឹងមកបងប្អូនដើម្បីឲ្យពេលដាក់ក្នុងទឹកទៅវារលាយចូលគ្នាណាបងប្អូនបន្ទាប់មកយើងដាក់ដីព្រំចារីទី2បន្ទាប់មកយើងដាក់ដីព្រំម្ចាស់រីទី2មើលផ្សិតណែល្អយើងចាក់ចូលចឹងមកយើងដាក់ចូលចឹងមកបងប្អូនយើងកុំភ្លេចច្របាច់វាឲ្យម៉ត់ផងដែរដោយសារតែខ្លាចអាខ្លះវារឹងដែរបងប្អូនយើងយកចូលណែល្អណាបងប្អូនផ្សិតវាណែបងប្អូនយើងនេះអីនេះចឹងមកកាត់បងប្អូនឥឡូវចាក់ចូលទាំងអស់ហើយយើងកូរវាឲ្យសព្វល្អហើយឲ្យរលាយដីព្រំម្ចាស់រីតបមកយើងចាក់មេទំប៉ែចូលហើយដែលសាប៉ាហើយយើងកុំភ្លេចអំវាឲ្យម៉ត់ពេលចាក់ក្នុងទឹកទៅវាស្រួលណាបងប្អូនហើយណាបងប្អូនអើយខាតអត់ឃើញទេយើងច្របល់វាសាមាញ់បាត់អើយមិញបុកវាអត់សូវម៉ត់អញ្ចឹងយើងត្រូវការកូរអើយច្របាច់វាឲ្យខ្ទេចតែម្ដងបន្ទាប់មកយើងចាក់ទឹកអំពៅចូលចំនួន4លីត្រទឹកអំពៅហ្នឹងទឹកអំពៅព្រំម្ចាស់រែកដែរអត់មានលាយអីទេបងប្អូនចាក់វាឲ្យគ្រប់4លីត្រណាបងប្អូនចាក់វាចូលមកបងប្អូនចាក់ដោះគោចូលចំនួន4លីត្រដែរបងប្អូនឈ្ងុយខ្លាំងណាស់បងប្អូនវិជាតិអីក៏បានដែរបងប្អូនដោះគោជូរនេះសិតតែគ្រឿងផ្សំដែលប៉ាច្បល់ធ្វើជីបងប្អូនណែចាក់ចូលមកមានមេតំប៉ែដីព្រំម្ចាស់រីទី1ដីព្រំម្ចាស់រីទី2ស្កររងូទឹកធម្មតាហើយនឹងទឹកអង្ករផ្អាប់បងប្អូនចូលចាក់ចូលចឹងមកហើយមានដូចជាទឹកដូង4លីត្រទៀតណាបងប្អូននេះសិតតែគ្រឿងផ្សំដែលប៉ាអូនច្របល់ណាបងប្អូនតបមកអ្នកថតអ្នកសល់ទឹកដោះគោជូរក៏ញ៉ាំទៅញ៉ាំណាញ៉ាំមួយអូនណាអ្នកសល់ទៀតហើយនេះជីដែលយើងបានផលិតវាយើងផលិតជីអីក៏មានដែរប៉ូតាស្យូមក៏មានកាល់ស្យូមក៏មានហើយនឹងផូស្វ័រក៏មាននេះផូស្វ័រក៏មានសារធាតុចិញ្ចឹមទាំង6មុខក៏មានបាទមានទាំងអស់ចំណែកអាមកក្រោមនេះក៏មានទៅតាមនឹងដែរមានវគ្គលូតលាស់វគ្គបំពន់ការបំពន់ផ្លែមានទាំងអស់បងប្អូនគឺទឹកតាជីប្រើ 3-4 ឆ្នាំប្រើអស់ជីច្រើនណាស់មើល
ดอกtối của miền đọc thông của miền mở tầng bờ đông như thế này màu cái này của miền này miền mấy chi miền ấy được này này của miền này cái cào mình của miền này cào của miền này có thể chi miền cục bài cục giang được hai chi mũi sật miền xào thiện chầm mình cào đọc bay mục thì